កាលពីព្រេងនាយសត្វលោកទាំងឡាយរស់នៅដោយគ្មានអ្នកដឹកនាំក្រោយមកមនុស្សក៏បានរើសតាំងស្ដេចដើម្បីត្រួតត្រាផែនដីឃើញដូច្នោះពួកសត្វពំរឹកនិងមច្ឆជាតិក៏នាំគ្នាជ្រើសរើសស្ដេចរៀងខ្លួនសត្វជើង4ជ្រើសយកគរិចសីចំណែកហ្វូងត្រីជ្រើសយកអានទុំឆាជាម្ចាស់ដោយឡែកតែហ្វូងបក្សីក៏ចង់មានស្ដេចនឹងគេដែរពេលនោះមានបេក្ខជនពីររូបគឺក្អែកនិងគមៀមកษัត្រិយទាំងពីរនេះចង់ធ្វើជាធំរៀងខ្លួនក៏ចាប់ផ្ដើមឃោសនាបង្កាច់បង្ខូចគ្នាក្អែកស្រែកជេរមៀមថាអាមៀមភ្នែកធំអំគោលបែបនេះបើវាធ្វើស្ដេចវានឹងបំផ្លាញពួកយើងមិនខានឬដូច្នោះមៀមក៏ទៅវិញដោយកំហឹងថាអាចើងល្អក្អែកចិត្តខ្មៅទាំងសម្បូរខ្មៅទាំងគំនិតវារុកស៊ីតែលួចឆក់គេបើវាធ្វើស្ដេចវានឹងសង្កត់សង្កិនពួកយើងស្លាប់រស់មិនខានការឆ្លោះប្រកែកគ្នានេះកាន់តែខ្លាំងឡើងរហូតបែកបាក់ពួកផ្អើលអស់ព្រៃព្រឹក្សាដោយសារតែភាពច្រណែនឈ្នានីសរវាងក្អែកនិងមៀមពួកបក្សីដទៃទៀតក៏សម្រេចចិត្តលើកសត្វហង្សគីឲ្យធ្វើជាស្ដេចវិញមេរៀននេះបង្រៀនយើងថា1ការជន់ពន្លិចអ្នកដទៃមិនបានធ្វើឲ្យយើងខ្ពស់ជាងគេឡើយនៅពេលយើងព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃយើងខ្លួនឯងទៅវិញទេដែលបាត់បង់តម្លៃ2ចំនួននាំមកនៅការបាត់បង់ឱកាសកាលណាគ្មានសាមគ្គីភាពជោគជ័យក៏លីបាត់ដូចផ្សែង3គុណធម៌គឺជាអំណាចពិតប្រាកដអ្នកដឹកនាំដែលគេគោរពគឺអ្នកដែលឈ្នះចិត្តគេដោយអំពើល្អមិនមែនដោយការវាយប្រហារពាក្យសម្ដី